បាទជំរាបសួរសួស្តីបងប្អូនទាំងគ្នាខ្ញុំជាងមកធ្វើការបង្ហាញអំពីរបៀបដែលយើងដូរថតអេក្រង់ពីបែបនេះទៅជាថតអេក្រង់បែបអូសវិញដែលទូរស័ព្ទខ្ញុំកំពុងតែប្រើនេះគឺនៅលើទូរស័ព្ទ Motorola G52 មុនដំបូងយើងធ្វើការចុចចូលក្នុងសិទ្ធិមកបន្ទាប់មកយើងធ្វើការអូសមកក្រោមបន្តិចយើងនឹងឃើញពាក្យថា System ចុចលើវាមករួចហើយបងប្អូនរកពាក្យថា Gesture រួចចុចលើវាមកតមកបងប្អូនរកពាក្យថា System Navigation នៅទីនេះចុចកន្លែងវាមកអូខេមកដល់ទីនេះវាចេញបែបនេះរួចហើយវាក៏មានពីរជម្រើសសម្រាប់ឲ្យយើងជ្រើសរើសទី1គឺប៊ូតុនទី2គឺការអូសបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តមុខងារមួយណាបងប្អូនជ្រើសរើសមួយនឹងចុះសម្រាប់ខ្ញុំគិតថាអូសគឺស្រួលជាងខ្ញុំជ្រើសរើសចុចវាមកអូខេទីបំផុតយើងបានប៊ូតុនអូសបែបនេះហើយជាធ្វើការអូស clear វាចោលមកអូខេគឺវាស្រួលអូសជាងមុនបាទវីដេអូរបស់ខ្ញុំមានត្រឹមតែប៉ុណ្ណេះទេសូមអរគុណនិងជម្រាបលា